តាមច្បាប់តើការថាគំរាមកំហែងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃមានទោសបែបណាដោយយោងទៅតាមក្រមព្រហ្មទណ្ឌមាត្រា423បទគំរាមកំហែងថានឹងធ្វើឲ្យខូចខាតអំពើគំរាមកំហែងថានឹងប្រព្រឹត្តការបំផ្លិចបំផ្លាញការធ្វើឲ្យទ្រុឌទ្រោមឬការធ្វើឲ្យខូចខាតប្រសិនបើការគំរាមកំហែងនេះបានធ្វើម្ដងហើយម្ដងទៀតឬដោយបានស្ដែងចេញតាមលិខិតតាមរូបភាពឬវត្ថុដទៃទៀតចំពោះទោសអនុវត្តអំពើគំរាមកំហែងថានឹងបំផ្លិចបំផ្លាញត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ6ខែនិងពិន័យជាប្រាក់ពី100,000រៀលទៅ1,000,000រៀលសូមបញ្ជាក់ថាក្នុងករណីដែលទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃអំពើគំរាមកំហែងថានឹងបំផ្លិចបំផ្លាញធ្វើឲ្យទ្រុឌទ្រោមឬធ្វើឲ្យខូចខាតមានតម្លៃតិចតួចត្រូវផ្ដន្ទាទោសត្រឹមតែពិន័យជាប្រាក់តែប៉ុណ្ណោះគឺ5,000រៀលទៅ100,000រៀលឧទាហរណ៍ថាបើលោកឯងពុំធ្វើតាមទេខ្ញុំនឹងដុតកំទេចបំផ្លាញឡានម៉ូតូផ្ទះឬទ្រព្យសម្បត្តិដែលមានតម្លៃនានារបស់លោកឯងចោល